ជំរាបសួរសួស្តីអតិថិជនទាំងអស់គ្នាថ្ងៃហ្នឹងដែរខ្ញុំមកបង្ហាញពីដុំ TV Box ក៏ដូចជាដុំទូរទស្សន៍ស៊េរីថ្មីដែលទើបទៅចូល stock ថ្មីហើយចំពោះដុំទូរទស្សន៍ស៊េរីនេះដែរកម្រិតច្បាស់របស់វាហ្នឹងរហូតដល់ 8K បងប្អូនហើយមួយវិញទៀតហ្នឹងគឺនៅពេលដែលបងប្អូនជាវឬក៏ទិញដុំទូរទស្សន៍ខាងប្អូនទៅនឹងមានបញ្ចូលប៉ុសទូរទស្សន៍ជាង3000ប៉ុសជាងដែលក្នុងហ្នឹងមានប៉ុសកំសាន្តប៉ុសឯកសារសាស្ត្រហើយប៉ុសកីឡាអន្តរជាតិអីមានទាំងអស់បងប្អូនហើយចំពោះតាឡេរបស់វានេះគឺយើងអាចចុះសំទោសអាចចុចឆ្វេងស្ដាំទៅលើទៅក្រោមតាមដែលយើងចង់ចុចឲ្យវាមកឆ្វេងឬក៏មកស្ដាំអីចឹងទៅហើយបើយើងចង់ចុចបើកកម្មវិធីយើងអាចចុចពាក្យថាអូខេហ្នឹងមកបើកកម្មវិធីដូចកម្មវិធីដែលខ្ញុំកំពុងបើកហ្នឹងជាកម្មវិធីប៉ុសទូរទស្សន៍ចាអញ្ចឹងប៉ុសទូរទស្សន៍ហ្នឹងដែលបងនិយាយថានឹងបញ្ចូល3000ប៉ុសជាងហ្នឹងនេះមានប៉ុសខ្មែរយើងមានច្រើនមានប៉ុសហងមាសប៉ុសលេខ5អីហ្នឹងមានទាំងអស់បងប្អូនអញ្ចឹងអាហ្នឹងប៉ុសសម្រាប់ប៉ុសខ្មែរហើយដល់ពេលយើងចង់បើកឲ្យវាធំយើងចុចអូខេហ្នឹង2ដងមកវានឹងចេញអេក្រង់ធំឲ្យយើងហើយបងប្អូនអញ្ចឹងយើងចង់ពេលដែលយើងចង់ដូរប៉ុសយើងចុចអាប៊ីតុងចុះមកខាងក្រោមហើយបើយើងចង់ថយឬក៏ត្រឡប់ទៅរកប៉ុសខ្មែរវិញយើងអាចចុចពាក្យ back នោះចា back ទៅហ្នឹងវានឹងរត់ទៅកន្លែងដើមឲ្យវិញហើយបងប្អូនហើយបើយើងចង់ទៅលើអេក្រង់ទូរទស្សន៍យើងហ្មងយើងចុចទៅ home អញ្ចឹងអានេះជាប៉ុសកំសាន្តប៉ុសអន្តរជាតិប៉ុសបារាំងប៉ុសអង់គ្លេសប៉ុសអាស៊ីអីចឹងទៅបងប្អូនចាហើយបើយើងចង់ត្រឡប់ទៅវិញយើងចុច home ហ្នឹងមកដែលមានរូបផ្ទះនៅលើ tele ហ្នឹងចាយើងត្រឡប់មកសារដើមវិញហើយបងប្អូនហើយមួយទៀតហ្នឹងចំពោះ YouTube បងប្អូនបើចាំវាយទៅលើ keyboard អីទេយើងអាចហៅជាសំឡេងបានគ្រាន់តែយើងចុចពេលយើងចូល YouTube ហ្នឹងចូលនៅអក្សរដែលនៅខាងក្រោមគេដែលមើលក្នុងនាមជាភ្ញៀវហ្នឹងមកបន្ទាប់ហើយបងប្អូនចុចកន្លែងពាក្យស្វែងរកនោះចុចកន្លែងសញ្ញាសំឡេងហ្នឹងមកបងប្អូនគ្រាន់តែចុចនៅលើ tele ហ្នឹងដែលមានរូបសញ្ញាហៅសំឡេងហ្នឹងនៅពេលដែលបងប្អូនចុចសញ្ញាហៅសំឡេងហ្នឹងហើយយើងអាចហៅនៅលើ tele ហ្នឹងមកដូចខ្ញុំអញ្ចឹងខ្ញុំហៅឧទាហរណ៍ហៅថាសួស្ដីអញ្ចឹងវានឹងចេញឲ្យយើងមកហើយមានជាបទចម្រៀងខាត់សួស្ដីអញ្ចឹងមកអញ្ចឹងអាហ្នឹងវាជាមុខងារពិសេសរបស់វាមួយដែលយើងអាចហៅ voice ជាសលេងបាននៅក្នុង YouTube អីចឹងទៅហើយមិនមែនតែប៉ុណ្្នឹងទេអាចបើកកម្មវិធីផ្សេងប្រើប្រាស់កម្មវិធីបានផ្សេងទៀតឬក៏ download កម្មវិធីផ្សេងបានទៀតដែលយើងអាចចូលនៅក្នុង Google Play Store ហ្នឹងអាច download បានអីចឹងទៅបងប្អូនចឹងដូចតែខ្ញុំបានចុចបានបង្ហាញហ្នឹងដូចក្នុងនេះនីកម្មវិធី Google Play Store អីហ្នឹងយើងអាច download អីបានអញ្ចឹងមុខងាររបស់វាសំខាន់មានតែប៉ុណ្្នេះបងប្អូនអរគុណច្រើន